មានបងប្រុសមួយឈ្មោះណាត់និងបងស្រីឈ្មោះនាដនាដតែងតែខំរៀនសូត្រមិនដូចប្អូនខ្លួនទេប្អូននាងតែងតែមើលទូរស័ព្ទជារៀងរាល់ថ្ងៃសូម្បីតែម៉ោងបាយក៏មើលទូរស័ព្ទសូម្បីតែងូតទឹកក៏មើលទូរស័ព្ទសូម្បីតែដើរធ្វើដំណើរអ្វីក៏ដោយដែរគឺប្អូននាងតែងតែដើរមើលទូរស័ព្ទរហូតរីឯនីតវិញតែងតែខំរៀនសូត្រមុននឹងគេអានសៀវភៅរាល់ពេលដែលគេមុននឹងគេងថ្ងៃមួយម្ដាយបានមកដល់ក៏បានស្ដីឲ្យថានេះក៏មួយថ្ងៃកូនឯងក៏ទៅពីមើលទូរស័ព្ទចឹងមិនដែលអានសៀវភៅដូចបងទេកូនឯងហ្នឹងកូនចង់មើលពេលណាក៏បានដែរម៉ែឯងច្នៃមែនកូនចង់មើលពេលណាក៏បានរឿងកូនតាក៏បានដើរចេញពីដៃឪពុកភ្លាមហើយនៅឆ្លៀតពេលលេងទូរស័ព្ទទៀតម្ដាយឪពុកណាត់តែងតែស្រឡាញ់នាងព្រោះនាងជាបងដែលចូលចិត្តអានសៀវភៅមិនចំណាយពេលអត់ប្រយោជន៍លេងនោះទេឡើងម្ដាយក៏បានឲ្យពួកគេគេងនៅពេលដែលពុកម្ដាយចេញណាត់ក៏បានភ្ញាក់ពីគេងហើយឆ្លៀតពេលមើលទូរស័ព្ទនៅពេលយប់នោះទៅព្រឹកឡើងម្ដាយក៏បានដាស់កូនទាំងពីរនាក់ឲ្យភ្ញាក់ដើម្បីទៅសាលារៀននាងក៏បានភ្ញាក់ហើយបានរៀបចំខ្លួនដើម្បីទៅសាលារៀនហើយមុននឹងនាងភ្ញាក់នាងក៏បានជួចកណ្ដឹងកុំឲ្យថ្លង់រីឯណាត់វិញមិនគិតភ្ញាក់នឹងគេទេព្រោះយប់មិញណាត់បានមើលទូរស័ព្ទយប់ជ្រៅពេកហើយក៏បានគេលក់នៅពេលនោះទៅនៅពេលដែលនាងរៀបចំខ្លួនចិត្តហើយនាងក៏បានយកសៀវភៅមួយក្បាលដាក់ក្នុងកាបូបហើយនាងក៏បានចូលលាម្ដាយខ្លួនដើម្បីទៅសាលារៀនម្ដាយណាត់បានឃើញគេងយូរពេកក៏បានយកទូរស័ព្ទមើលម៉ោងក៏បានឃើញម៉ោងឡើង8ហើយណាត់អត់គិតភ្ញាក់ទៅរៀនទេហើយម្ដាយក៏ស្ដីឲ្យជប់មិញកូនឯងធ្វើអីគេហ្នឹងថាបានមិនក៏អត់ភ្ញាក់ពីគេងចឹងហើយម៉ាកូនយប់មិញកូនមើលទូរស័ព្ទហ្នឹងម៉ានេះកូនឯងមើលចឹងម៉ាក់ប្រាប់ហើយថាឲ្យគេងព្រោះអីស្អែកត្រូវទៅរៀនយីកូនឯងមិនដែលស្ដាប់ម៉ាក់អីឃើញលទ្ធផលចេញមកហើយចាប់ពីពេលនោះទៅណាត់តែងតែខំរៀនដូចបងខ្លួនដែរព្រោះហើយបងខ្លួនបានធ្វើជាគំរូឲ្យប្អូនមើលគ្រួសារពួកគេឃើញអ្នកខំរៀនក៏មានការសប្បាយចិត្តរីករាយ